ការមុនធ្លាប់តែអានសៀវភៅឃាតករមុខយៈនេះហើយទាយឃាតករអត់ត្រូវអ្នកនរគ្នាគិតថារឿងនេះស្មុគស្មាញត្រូវអត់ថ្ងៃនេះខ្ញុំណែនាំសៀវភៅថ្មីពីខាងបងសំណេរដូចគ្នាហើយទាយឃាតករគឺរត់តែអត់ត្រូវទៀតហើយ review សៀវភៅមុខនាងពីបងសុផានិតនិងបងទឹកសិនសាមសៀវភៅនេះគឺជាសៀវភៅទី2ហើយដែលជាសៀវភៅបែបស៊ើបអង្កេតដែលខ្ញុំបានអានពីខាងបងសំណេរកាលមុនខ្ញុំអានសៀវភៅឃាតករមុខយៈនេះហើយទាយឃាតករអត់ត្រូវទេដល់ពេលមកដល់សៀវភៅមុខនាងនេះរត់តែទាយឃាតករអត់ត្រូវទៀតសៀវភៅមុខនាងនេះគឺសាច់រឿងដែលផ្ដើមដំបូងមកគេនិយាយអំពីអង្គប្រុសដែលគាត់គឺជាកូនអ្នកកាប់សាច់ជ្រូកប៉ុន្តែខ្ញុំអត់និយាយថាគាត់ជាតួអង្គឯកឬមួយក៏អត់ទេព្រោះនៅក្នុងសៀវភៅនេះមានតួអង្គច្រើនមែនតើដែលតម្រូវឲ្យយើងដែលជាអ្នកអានត្រូវកត់មួយកត់ចំណាំមួយថាតួអង្គមួយណាជាអ្នកណាតួអង្គមួយណាជាអ្នកណាអីចឹងណាអញ្ចឹងគេផ្ដើមមកដំបូងគឺគេបង្ហាញពីតួអង្គឈ្មោះការ៉ាន់ដែលគាត់គឺជាកូនអ្នកកាប់សាច់ជ្រូកហើយគាត់ហ្នឹងគឺគេហៅថាមនុស្សតម្លោកពីរបៀបថាអាយុតិចប៉ុន្តែមានធំអីអញ្ចឹងណាអញ្ចឹងគឺរងការបូលីពីអ្នកជំនាញខ្លួនហើយជាធម្មតាយើងជាកូនអ្នកកាប់សាច់ជ្រូកកាប់អីអញ្ចឹងគឺមិនសូវបានទទួលការឲ្យតម្លៃពីមនុស្សជំនាញខ្លួនទេចាប់ពីកន្លែងហ្នឹងអ្នកនិពន្ធក៏គាត់បានមកដល់កន្លែងតួស្រីឈ្មោះថា Frina ដែលគាត់គឺជាប្រពន្ធរបស់ដាវីតហ្នឹងគឺជាអភិជនមួយរូបនៅក្នុងចំណោមអភិជនទាំង9រូបខ្សែជីវិតរបស់តួស្រីហើយនឹងការ៉ាហ្នឹងគឺខុសគ្នាដូចមេឃនឹងដីត្រង់ចំណុចហ្នឹងគឺអ្នកនិពន្ធគាត់ចង់ប្រៀបធៀបគ្នាអំពីជីវិតរបស់អ្នកក្រហើយនឹងជីវិតរបស់អភិជនថាតើខ្សែជីវិតរបស់ពីរហ្នឹងរបស់ពីរអ្នកតួអង្គពីរអ្នកហ្នឹងខុសគ្នាត្រង់កន្លែងណាខ្លះអីអញ្ចឹងចូលមកដល់កន្លែងដែលអីរបស់ Frina គាត់ចាប់ផ្ដើមធ្លាក់ខ្លួនគឺមុខជំនួញរបស់ប្តី Frina ទាំងអស់ហ្នឹងគឺចាប់ផ្ដើមរៀងចង់ដួលរលំប៉ុន្តែស្រាប់តែមួយអាទិត្យក្រោយមុខចំនួនទាំងអស់ហ្នឹងក៏រីកលូតលាស់ដុះដាលដោយការពីដំបូងអញ្ចឹងគឺចាប់ផ្ដើមក៏បបមុខចំនួនអីគឺមានខ្លាំងជាងមុនទៀតហើយអីដែលនៅពីក្រោយហ្នឹងគឺប្តីរបស់ Frina ហ្នឹងគាត់ទៅសុំជំនួយពីអភិជនទាំង9រូបនៅក្នុងចំណោមអភិជនទេហ្នឹងណាជន2រូបដែលព្រមជួយប្តីរបស់ Frina ហ្នឹងហើយក្រោយពីជួយហើយគេក៏មានលក្ខខណ្ឌដោះដូរនៅពីខាងក្រោយហ្នឹងដែរសម្រាប់អភិជនទាំង9រូបហ្នឹងគឺគេមានកម្មវិធីគេហៅកម្មវិធីសប្បុរសធម៌មួយដែលធ្វើឡើងរៀងរាល់6ខែម្ដងអញ្ចឹងមួយឆ្នាំគេធ្វើ2ដងហើយដល់ទៅពេលប្តីរបស់ Frina ហ្នឹងគាត់ចាប់ដើមពឹងអភិជនហ្នឹងថ្ងៃមួយក៏គេចាប់ឈ្មោះចំថាប្តីរបស់ Frina ហ្នឹងគឺត្រូវតែធ្វើកម្មវិធីសប្បុរសធម៌ហ្នឹងអញ្ចឹងនៅក្នុងកម្មវិធីសប្បុរសធម៌គឺយើងត្រូវជាអ្នក handle អីទាំងអស់គ្រប់យ៉ាងទាំងអស់អញ្ចឹងណាអញ្ចឹងដល់ថ្ងៃដែលចិត្តដល់ថ្ងៃកម្មវិធីហ្នឹងរឿងដែលគួរឲ្យខ្លាចរឿងដែលរបៀបជាអត្តកំបាំងគិតកម្មអីក៏បានកើតឡើងនឹងចាប់ផ្ដើមទៅណាសម្រាប់សៀវភៅនេះណាអ្នកទាំងអស់គ្នាអានពីទំព័រដំបូងទៅវារៀង slow មួយទេប៉ុន្តែបើសិនជាយើងហ៊ានអានរំលងទំព័រក៏អត់យល់ដែរអញ្ចឹងតែថាយើងអានមកស្លឹកហើយទៅដល់មុខមិនអញ្ចឹងបកមកក្រោយវិញសិនដើម្បីខ្លាចថាយើងអានរំលងទំព័រណាមួយអញ្ចឹងណានិយាយទៅគឺគ្រប់ស្លឹកសភៅនៃសៀវភៅនេះគឺសុទ្ធតែជាតម្រុយនៃអំពើឃាតកម្មភាពខ្មៅកខ្វក់នៅក្នុងសៀវភៅមួយក្បាលនេះហើយសៀវភៅនេះពីទំព័រខ្ទង់200ទៅគឺអ្នកនិពន្ធក៏ចាប់ដើមប្រាប់ឲ្យថាហេតុអីបានតួអង្គនឹងធ្វើបែបហ្នឹងហេតុអីបានតួអង្គនេះធ្វើបែបនេះអញ្ចឹងអីដែលស្រីធ្វើខ្ញុំគិតថាតួស្រីធ្វើអត់ខុសទេប៉ុន្តែបើសិនជាធ្វើនៅជីវិតពិតខ្ញុំគិតថាខុសប៉ុន្តែបើសិនជាក្នុងរឿងអ្នកណាដែលធ្វើបែបយើងគួរតែធ្វើបែបអ្នកនឹងវិញអីចឹងអញ្ចឹងសម្រាប់ការ review រឿងនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេបើសិនជាខ្ញុំនិយាយច្រើនជាងហ្នឹងវាអាចនឹង spoil រឿងអស់អីអញ្ចឹងណាប៉ុន្តែបើសិនជាអ្នកនរគ្នាដែលចូលចិត្តរឿងបែបស៊ើបអង្កេតខ្ញុំជឿថាអ្នកនរគ្នាអានរឿងនេះគឺអត់ខុសទេហើយបើសិនជាចង់អានរឿងហ្នឹងឲ្យកាន់តែជក់ចិត្តដិតអារម្មណ៍អ្នកនរគ្នាព្យាយាមអានឲ្យបានដល់ទំព័រទី200ចាប់ពី200ទៅគឺថា smooth ទៅតែម្ដងសម្រាប់ការ review សភៅរបស់ខ្ញុំថ្ងៃហ្នឹងមានតែប៉ុណ្្នឹងទេហើយសម្រាប់អ្នកនរគ្នាដែលចូលចិត្តឬក៏ស្រឡាញ់សភៅបែបស៊ើបអង្កេតហើយចង់អានសភៅមុខនេះអាចតាក់ទងទិញបានពីខាងបងសំណេរបាយបាយ